តលេងស្ពានបាតដៃហើយជិះខ្សែរ៉កឡើងភ្នំដែលមានកម្ពស់ជិត 1500 ម៉ែត្ររួមទាំងសួនផ្កានិងភូមិរចនាបថបែបប្រទេសបារាំងដូចយើងបានទៅលេងនៅប្រទេសអឺរ៉ុបអញ្ចឹងចង់ដឹងថានៅនឹងមានអីគេខ្លះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងចាប់ផ្ដើមពេលព្រឹកចេញពីដាណាងទៅប្រហែលជា38គីឡូទៅបាណាហៀលពេលទៅដល់គឺគេមានឡានមកយកយើងឡើងទៅច្រកចូលអញ្ចឹងអីដែលល្អអ្នកនរគ្នាគួរតែទិញសំបុត្រតាមអនឡាញឲ្យហើយជាមុនដើម្បីមុនទៅលេងបាណាហៀលព្រោះបើចាំទិញសំបុត្រនៅលើគឺយូរមែនតើដោយសារមនុស្សច្រើនហើយកន្លែងគេធំទៀតភាគច្រើនអ្នកទៅលេងគឺគេទិញសំបុត្រជាមុនទាំងអស់អញ្ចឹងពេលទៅដល់យើងត្រូវត្រង់ជួរឡើងជិះខ្សែរ៉កហើយពេលជិះខ្សែរ៉កនោះគឺឆ្លងជួរហើយនេះគឺពណ៌ទឹកឡើងពណ៌បៃតងហ្មងថ្លានៅក្រៅស្អាតមែនតើហើយជិះខ្សែរ៉កនោះមិនមកផ្លែដល់នៅជិះប្រហែល7កន្លះម៉ោងដែរបានដល់ខាងលើពេលទៅដល់ស្ពានបាតដៃបណ្ដឹងថាមនុស្សច្រើនមែនតើពិបាកថតរូបហ្មងមើលតែក្នុងវីដេអូគឺមនុស្សដើរកាត់រហូតតម្រាំបានមួយរូបនោះគឺពិបាកមែនតើហើយក៏មកដល់សួនផ្ការបស់គេម្ដងតែខ្ញុំក៏អត់សូវបានថតច្រើនដែរក៏ជិះខ្សែរ៉កទៅលេងកន្លែងមួយទៀតហើយពេលទៅដល់នឹងគឺឃើញប៉ាប់ម៉ាតមុនគេហ្មងតែតម្រាំទៅបានចូលនឹងគឺនៅថតរូបនៅមុខនឹងគឺដោយសារវាស្អាតពេកស្អាតគ្រប់កន្លែងហ្មងហើយពេលចូលទៅនឹងគឺឃើញឡាប៊ូប៊ូស្អាតមែនតើចង់ទិញហ្មងតែដល់ពេលទៅសួរគេឲ្យតែប្រភេទឡាប៊ូប៊ូអស់ស្តុកទាំងអស់បន្ទាប់ពីចេញពីប៉ាប់ម៉ាតក៏មកដល់តំបន់ដែលមានរចនាបថបែបប្រទេសបារាំងនៅនឹងការរៀបចំរបស់គេគឺស្អាតមែនតើមានទាំងកន្លែងញ៉ាំអីអូតែលហើយជាមួយនឹងវិហាររបស់គេនៅលើនឹងទៀតហើយក៏ដើរមកដល់កន្លែងកំសាន្តរបស់គេមានតោងអីជាច្រើនមែនតើហើយខ្ញុំមកជាអាសេសនេះហើយអាកន្លែងលេងទាំងអស់ហ្នឹងគឺគេ free ទេបន្ទាប់ពីជិះហើយគឺពួកខ្ញុំដើរហៅ tram ហ្នឹងគឺដូចរថភ្លើងអញ្ចឹងដើម្បីទៅលេងប្រាសាទគេតំបើកថ្មីឈ្មោះថា Luna Castle តម្រាំទៅហៅឃើញគឺដើរឡើងវិលមុខដើរសួរគេផងដើរហៅដល់ឃើញឥឡូវបានជិះហើយអញ្ចឹងការធ្វើដំណើរទៅប្រាសាទហ្នឹងគឺយើងក៏អាចដើរបានដែរប៉ុន្តែវារៀងឆ្ងាយអញ្ចឹងមានតែជិះ tram ទេគឺវាលឿនជាងហើយគេប៉ិនឆ្នៃមែនតើគឺយើងអាចឃើញទេសភាពប្រាសាទពីខាងក្រៅទៅគឺស្អាតមែនតើហើយនៅក្នុងប្រាសាទហ្នឹងគឺមាន4ជាន់ហើយក្នុងមួយជាន់គឺគេរៀបចំខុសៗគ្នាទៀតហើយខ្ញុំអត់បានដើរគ្រប់ជាន់ទេខ្ញុំគ្រាន់តែទៅជាន់គេមើល 4D គ្រាន់តែឃើញមនុស្សគឺខ្ញុំមកវិញហ្មងដោយសារមនុស្សច្រើនពេកហើយអញ្ចឹងក៏ដើរមកខាងក្រៅប្រាសាទវិញពេលមកដល់ខាងក្រៅមិនដឹងថាស្អាតមែនតើគឺយើងថតរូបពីខាងមុខហ្នឹងគឺស្អាតបានគ្រប់កន្លែងហ្មងនិយាយទៅនៅហ្នឹងគឺសិតតែរបស់គេឆ្នៃឡើងទាំងអស់ហើយយើង enjoy នៅហ្នឹងគឺអត់ដឹងខ្លួនទេថាមកផ្លែតគឺល្ងាចហ្មងហើយយើងដើរអត់សប់ទៀតដោយសារកន្លែងគេធំមែនតើហើយនេះគឺខ្ញុំជិះខ្សែរ៉កទៅវិញហើយដោយសារគេតម្រូវយើងចុះទៅវិញមុនម៉ោង 6ហើយពេលទៅវិញហ្នឹងគឺមើលអីអត់ឃើញសោះហ្មងដោយសារវាចូលអាប់ខ្លាំងមែនតើហើយមួយទៀតបើសិនជាអ្នកនរគ្នាទៅលេងបាណាហៀលថានិយាយជាមួយនឹង Grab ឬក៏ Taxi អ្នកនរគ្នាថាឲ្យមកយកយើងវិញនៅម៉ោងម៉ានដើម្បីជិះវាងពិបាកហៅ Grab ឬក៏ Taxi ជិះមកវិញហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូពេលក្រោយបាយបាយ